mà kia đặt tay nhá lời để thà từ đó làm lịch đó mấy trái cũng mai bông chia của nó làm lịch còn mấy trái chủng mùi năng dương ô bông ô như lỏ bông ô như tôi mà phạm bỏ anh ơi lối với bạn lõ rồi ở đấy lối bạn lõ đấy có anh ơi lối lò này lõ đấy mày cùi sắm đấy cứ cùi người cắt chạy lên cùi sắm bữa đây chả xí còn sắm phải mới đó ok đi cho xe hồi hàng này tay bông mai bông làm đấy ạ mà trái tập chất ô đàn chụp đây lại mà con chỉ lúc tới con thưa rồi dương cọ đây okสำหรับអ្នកប្រតិភូឯនឹងកីឡាករយើងគុណខ្មែរទាំងអស់គឺស្កប់ក្តៅហ្មងគឺការសម្លាញ់ការយកចិត្តទុកដាក់ហើយការគ្រប់គ្រងអារម្មណ៍ខ្វះខាតអីគាត់មើលថែរៀនហូបអីគាត់ដឹកទៅហូបនិយាយទៅអត់តែយើងត្រូវការគឺគាត់ជួយគ្រប់យ៉ាងហ្មងគាត់ចំណាយពេលវេលាមកជួយមើលថែយើងខ្វះខាតអីគ្រប់យ៉ាងហើយលើកទឹកចិត្តយើងទៀតប៉ុណ្ណឹងទទួលបានទេប៉ុណ្ណឹងទទួលយកបានទេលើកពីការទទួលយកបានលើកពីការរំពឹងទុកថាយើងដូចតែដូចបងប្អូនឈាមជ័រខ្មែរយើងជួបគ្នាទៅគេថាឈាមខាត់ជាងទឹកណាឈាមសាប់ទៅឈាមរត់ឈាមសម្លាញ់បាទឥឡូវមួយទៀតបើនិយាយពីការប្រកួតទទួលបានជ័យជំនះតែលោកគ្រូពេជ្រផាន់មួយតែពេជ្រសម្បត្តិមួយប៉ុន្តែអ្នកផ្សេងក៏ឈ្នះដែរប៉ុន្តែឈ្នះចិត្តអ្នកគ្រប់គ្រងតែឥឡូវយើងនិយាយពីគុណសម្បត្តិសម្រាប់លោកគ្រូពេជ្រផាន់វិញនៅពេលដែលទៅមួយជើងនេះហើយលោកគ្រូពេជ្រផាន់បាននាំយកគុណខ្មែរទៅថាតើវាចំណេញស្អីខ្លះសម្រាប់គុណខ្មែរមួយជើងនេះចំណេញច្រើនណាព្រោះយើងទៅចំចូលឆ្នាំខ្មែរការបង្ហាញទីធំបង្ហាញពីវប្បធម៌ប្រពៃណីយើងនោះចំមកហើយគឺជាឱកាសមួយដែលយើងរួមទៅបងប្អូនខ្មែរយើងនៅទីក្រុងឡុងប៊ីងហ្នឹងអត់ដែលមានរូបភាពបែបហ្នឹងរូបភាពបែបហ្នឹងគឺរូបភាពមានភ្លេងខ្មែរមានកីឡាកររបស់គុណខ្មែរយើងដែលមានវិជ្ជាប្រតិភាពហ្នឹងទៅជួយទៅដង្ហែឲ្យបង្កើតជាកម្មវិធីមួយដ៏សប្បាយគឺវាប្លែកហើយសំខាន់ភ្លេងខ្មែរយើងអូរំច្រៀងពេញតាមម្ដងផ្លូវដែលបង្ហាញពីវប្បធម៌ហើយពីប្រពៃណីភ្លេងយើងហ្នឹងគឺគាត់ប្លែកខ្លាំងហ្មងហើយបង្ហាញឲ្យគេដឹងច្រើនបាទការទៅចេញទៅប្រកួតលើកនេះលោកគ្រូពេជ្រផាន់ហើយនឹងកីឡាករពេជ្រសម្បត្តិទទួលបានលទ្ធផលល្អជាងកីឡាករផ្សេងថាកត្តាអីខ្លះដែលធ្វើឲ្យពេជ្រសម្បត្តិទទួលបានជ័យជំនះដៃគូអន់ពេកទេដៃគូបើយើងនិយាយថាដូចជាមិនជាអន់ទេវាលំដាប់របស់គេដែរគាត់ថាកីឡាករដូចខ្ញុំតែងតែនិយាយខ្ញុំតែងតែអប់រំយុវជនរបស់ខ្ញុំកីឡាករសម្ដៅធ្ងន់បំផុតគឺវិន័យបាទតែយើងមានវិន័យគឺភាពជោគជ័យវាមាន%ច្រើនហើយខ្ញុំទៅដល់នេះខ្ញុំដឹងសមត្ថភាពរបស់កីឡាករដែលប្រកួតក្នុងសម្បត្តិខ្ញុំព្យាយាមមើលថែគាត់បានល្អច្រើនទៅហើយសម្បត្តិគាត់ជាមនុស្សមួយដ៏ល្អដែរគាត់ដឹងទួនាទីរបស់គាត់ថាគាត់ជាអ្នកបដាល់ម្នាក់ហើយឱកាសនេះគឺជាឱកាសដែលសាងគេឈ្មោះចឹងគាត់ដឹងហើយយើងងាយស្រួលការធ្វើបាទចោះសរុបប្រាក់ចំណូលត្រឡប់មកពីអាមេរិកវិញទាំងតម្លៃខ្លួនឥឡូវយើងនិយាយពីប្រាក់រង្វាន់ដែលពុកម៉ែបងប្អូនយើងក៏ផ្ដល់ជូនទឹកចិត្តរបស់គាត់សម្បត្តិបានប្រហែលជាប្រមាណច្រើនសម្រាប់ពុកម៉ែបងប្អូនច្រើន1លានទេបែអាចចូល17,000នេះដែរ17,000បាទនេះទឹកចិត្តណាទឹកចិត្តហើយនៅតម្លៃខ្លួនហើយនៅប្រាក់រង្វាន់30លានសម្អាងវត្តលោកញ៉ាសម្អាងវឌ្ឍនៈ30លានទៀតច្រើន30លានបាទនិយាយទៅខ្ញុំពិតជាអរគុណដល់លោកញ៉ាសម្អាងវឌ្ឍនៈដែលគាត់យកចិត្តទុកដាក់ជាមួយវិស័យកីឡាគុនខ្មែរមិនថាក្នុងស្រុកមិនថាក្រៅស្រុកបើសំបីតែខ្ញុំក៏ទទួលបាននៅការឧបត្ថម្ភមិនមែនថាតើគាត់ឲ្យលុយបានអរគុណគាត់ទេណាគាត់ក៏ជាចំណែកមួយដ៏ធំសម្រាប់គុនខ្មែរដែរ